ជំរាបសួរសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះផងដែរយើងនឹងលើកយករកនីតិមួយដែលតាក់ទងជាមួយនឹងបងផេងដែលបងផេងគាត់គឺជាបុគ្គលិកឯកជនម្នាក់ដោយសារតែការដែលគាត់ចង់បានអតិថិជនច្រើនគាត់ក៏បានធ្វើស្នេហ៍មួយតាក់ទងជាមួយនឹងខ្លាញ់ខ្មោចបន្ទាប់ពីគាត់បានធ្វើហើយគឺគាត់បានអតិថិជនច្រើនរហូតដល់ភ្ញៀវមិនអាចបាត់មុខរបស់គាត់បានហើយរឿងរ៉ាវជាច្រើនក៏បានកើតឡើងមកលើគាត់ជាបន្តបន្ទាប់រហូតដល់គាត់បាត់បង់ជីវិតតើបងប្អូនទាំងគ្នាចង់ដឹងថាតើសាច់រឿងរបស់គាត់នេះជួបព្រឹងហេតុការណ៍គេខ្លះហើយចម្លែកបែបម៉េចតោះអញ្ជើញស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងរាត្រីទី9ថ្ងៃនេះផងដែរយើងនឹងលើកយករកនីតិមួយដែលមានចំណងជើងថាអាគមខ្លាញ់ខ្មោចអញ្ចឹងមុនចូលទៅដល់ក្នុងសាច់រឿងសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់ជួយចុច Subscribe អាចជួយចុច Subscribe ម្នាក់មួយបានដើម្បីទទួលបាននូវរឿងនីតិថ្មីៗជាប្រចាំថ្ងៃតោះកុំបងអង្គយូសម្រាប់រឿងនីតិយើងទាំងអស់គ្នាផេងគឺជាបុគ្គលិកផ្នែកលក់សេវាធានារ៉ាប់រងនៅក្នុងក្រុមហ៊ុនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញផេងបានចូលធ្វើការនៅក្នុងក្រុមហ៊ុននេះទើបតែបានរយៈពេល3ខែតែប៉ុណ្ណោះហើយពីដំបូងឡើយលទ្ធផលការងាររបស់គាត់មិនសូវជាល្អប៉ុន្មានទេតែក្រោយមកគាត់ហាក់ដូចជាបានបំពេញការងារលើសគោលការណ៍ដែលថ្នាក់លើដាក់ឲ្យគាត់ទៅទៀតដែលជាហេតុបណ្ដាលឲ្យផេងទទួលបានឱកាសប្រាក់ខែឡើងនិងតំណែងផងដែរបន្ទាប់មកក្រុមហ៊ុនក៏បានឲ្យផេងដើរលក់សេវាធានារ៉ាប់រងនៅតាមខេត្តផ្សេងៗដោយក្រុមហ៊ុនក៏បានផ្ដល់ឡានទំនើបថ្មីមួយគ្រឿងជាការលើកទឹកចិត្តក្នុងការបំពេញការងារបានល្អផងដែរក្រុមការងាររបស់ផេងតែងតែដឹងថាគាត់គឺជាព្រានារីដោយសារតែអតិថិជនរបស់គាត់សុទ្ធតែជាមនុស្សស្រីហើយភាគច្រើនសុទ្ធតែជានារីនៅលាវឬមេម៉ាយហើយគេតែងតែឃើញផេងដើរលេងហូបអីជាមួយនឹងអតិថិជនស្ទើរជារៀងរាល់ថ្ងៃមានអ្នកខ្លះទៀតឃើញគាត់បើកឡានចេញពីផ្ទះសំណាក់ផងដែរទោះបីជាផេងជាព្រានារីក៏ពិតមែនក៏ប៉ុន្តែគាត់បានធ្វើការយ៉ាងល្អខ្លាំងណាស់ហើយមួយខែគាត់ទទួលបានប្រាក់លើកទឹកចិត្តជាច្រើនដែលជាហេតុធ្វើឲ្យបុគ្គលិករបស់ក្រុមខ្លះស្អប់នឹងចំណែនផេងនាថ្ងៃមួយផេងក៏បានចុះទៅខេត្តបាត់ដំបងរយៈពេលមួយសប្តាហ៍ហើយគាត់បានចុះទៅហៅសុភីដែលទៅនឹងចូលថ្មីឲ្យទៅបំពេញការងារជាមួយនឹងគាត់ដោយសារតែផេងមានមុខតំណែងធំជាងសុភីគាត់ក៏ឲ្យសុភីបើកឡានហើយនៅតាមផ្លូវផេងជាប់រវល់នឹងទូរស័ព្ទរហូតបើមិនជាប់ដៃឆ្លោយឆាតទេក៏ជាប់ដៃផ្ញើសារទៅមកជាមួយដែរឯសុភីដែលអង្គុយក្បែរឮសំឡេងរបស់មនុស្សផ្សេងគ្នាជាច្រើនអ្នកដែលធ្វើឲ្យសុភីស្ដាប់ឮហើយមានអារម្មណ៍ថាជ្រិញផេងយ៉ាងខ្លាំងដែលទ្រាំមិនបានសុភីក៏ធ្វើជាសួរផេងបងផេងបើឯងដូចជាមានមុនស្នេហ៍ដល់អីបានអតិថិជនជាស្អាតច្រើនណាស់គេរត់តែបើឯងសោះពេលនោះផេងក៏តបទៅកាន់សុភីវិញថាមកពីបងពូកែអ្នកណាក៏ជាប់ចិត្តនឹងបងដែរចុះបងមានបច្ចេកទេសវិធីសាស្ត្រអីខ្លះបានជាបងពូកែលក់ម្លេះគ្រាន់តែសុភីសួរចប់ផេងក៏ងាកមកសម្លក់សុភីហើយតបទាំងមុខស្មាភីឯងធ្វើការឲ្យតែល្អទៅកុំចង់ដឹងរឿងបងច្រើនពេកបើឯងចេះរៀនយកចិត្តបងចាំថ្ងៃណាមួយបងប្រាប់សុភីក៏បិទមាត់ឈប់និយាយតែក្នុងចិត្តគាត់ថាមិនដឹងជាមានអាចកំបាំងអីខ្លាំងម្ល៉េះដោយសារតែពួកគេធ្វើដំណើរចេញពីភ្នំពេញម៉ោង1រសៀលទៅហើយដូច្នោះពួកគេក៏បានមកដល់ខេត្តបាត់ដំបងក្នុងពេលយប់ពេលមកដល់ភ្លាមផេងក៏បានតាក់ទងទៅលេខរបស់នារីម្នាក់អាឡូអូនសំឡាញ់បងមកដល់បាត់ដំបងអីទំនេរទៅញ៉ាំអីមួយបងអីខានជួបបងឯងយូរអីបងនឹកពេលនោះម្នាក់ស្រីហ្នឹងក៏គាត់តបវិញថាអូខេអញ្ចឹងចាំបន្តិចទៀតណាផេងក៏និយាយទៅកាន់សុភីថាភីឯងទៅងុយទឹកទៅហើយរៀបចំខ្លួនទៅក្រៅជាមួយនឹងបងណា10នាទីក្រោយមកផេងក៏បានបើកឡានវិញម្ដងឯសុភីវិញបានទៅអង្គុយនៅខាងក្រោយបើកបានបន្តិចឡានក៏ឈប់នៅផ្ទះមួយកន្លែងដែលទំនងជាផ្ទះជួលហើយសុភីក៏បានឃើញនារីម្នាក់ដែលស្លៀកពាក់រ៉ូបក្រហមសិចស៊ីបើកទ្វារឡានចូលមកអង្គុយនៅខាងមុខដំបូងឡើយនាងរៀងភ្ញាក់ផ្អើលនឹងវត្តមានរបស់សុភីតែក៏ធម្មតាទៅវិញនៅពេលដែលផេងនិយាយតែ2-3ម៉ាត់បន្ទាប់មកអ្នកទាំង3ក៏ទៅទទួលទានអាហារនៅហាងផឹកស៊ីមួយកន្លែងរហូតដល់ម៉ោង11យប់ទើបនាំគ្នាត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះជួលរបស់នារីនោះផេងក៏បានចុះពីលើឡានជាមួយនឹងនារីនោះហើយក៏និយាយទៅកាន់សុភីអាភីហែងបើកឡានទៅផ្ទះសំណាក់វិញទៅយប់នេះបងអត់បានទៅទេចាំស្អែកព្រឹកបើកចូលយកបងផងណាសុភីក៏តបទៅវិញបាទបង
និយាយរួចសុភីក៏បានបើកឡានចេញទៅហើយនៅពេលដែលសុភីមើលតាមកញ្ចក់ឡានឃើញផេងចាប់អោបថើបនារីនោះរួចអូសដៃចូលក្នុងផ្ទះសំណាក់ឡើងលឿនសុភីក៏វាក្បាលហើយក៏បើកទៅផ្ទះសំណាក់ដើម្បីចូលសម្រាកលុះព្រឹកឡើងសុភីក៏បានបើកឡានចេញទៅយកផេងហើយអ្នកទាំងពីរក៏បានបើកចេញទៅហាងកាហ្វេមួយកន្លែងពេលទៅដល់ផេងក៏បានហៅកាហ្វេផឹកហើយបានឲ្យសុភីនៅចាំយកកាហ្វេបន្ទាប់ពីសុភីបានកាហ្វេហើយក៏កាន់យកទៅតុរបស់ផេងតែដើរបានពាក់កណ្ដាលផ្លូវសុភីក៏ឈប់ដោយសារតែគេបានឃើញផេងកំពុងតែលាបអ្វីម្យ៉ាងនៅលើមុខបន្ទាប់ពីបងអង្គបន្តិចសុភីក៏ធ្វើជាដើរទៅធម្មតាហើយនៅពេលដែលផេងបានឃើញសុភីដើរមកផេងក៏ប្រញាប់យករបស់នោះទុកក្នុងហៅប៉ៅវិញយ៉ាងលឿនហាក់ដូចជាមិនចង់ឲ្យសុភីឃើញឡើយសុភីក៏ធ្វើដូចជាមិនបានឃើញអ្វីទាំងអស់តែគិតក្នុងចិត្តថាតើបងផេងលាបអីមុននឹងដែលមានពណ៌លឿងចាស់កំពុងតែគិតស្រាប់តែភ្ញាក់ផ្អើលនឹងសម្លេងរបស់ផេងសួស្ដីយ៉ាយ៉ាសុភីក៏ងើយមុខឡើងហើយបានប្រទះឃើញនារីម្នាក់ដែលមានមុខមាត់ស្អាតបាតកំពុងតែឈរពីក្រោយខ្នងរបស់ខ្លួនចរិយាក៏បានតបមកវិញក្នុងសម្លេងដ៏ស្រទន់ថាចាសសួស្ដីបងផេង1ម៉ោងក្រោយមកការសន្ទនាគ្នាក៏បានបញ្ចប់ហើយសុភីរៀងហាក់ដូចជាហួសចិត្តយ៉ាងខ្លាំងគឺដោយសារតែចរិយាបានសម្រេចចិត្តទិញកញ្ចក់សេវាធានារ៉ាប់រងខ្នាតធំរបស់ក្រុមហ៊ុនដោយមិនបានសួរនាំអ្វីច្រើនឡើយដែលភាគច្រើនបងផេងជាអ្នកនិយាយសុភីគិតក្នុងចិត្តតែម្នាក់ឯងថាតាំងពីដើរធ្វើការជាមួយនឹងបុគ្គលិកផ្នែកលក់សេវាធានារ៉ាប់រងមកខ្លួនមិនដែលប្រទះឃើញអតិថិជនណាដែលងាយស្រួលពន្យល់ឲ្យប្រើកញ្ចប់សេវាកម្មដូចនារីម្នាក់នេះទេភាគច្រើនគឺគេតែងតែសុំពេលគិតច្រើនថ្ងៃហើយអ្នកលក់តែងតែទូរស័ព្ទទៅមកសួរនាំរហូតតែនេះហាក់ដូចជាងាយស្រួលម្ល៉េះបន្ទាប់មកផេងក៏បានសុំទៅបន្ទប់ទឹកហើយគាត់បានជួបអីសុភីក៏មានអារម្មណ៍ថាចង់ទៅបន្ទប់ទឹកដែរនៅពេលដែលសុភីចូលដល់ក្នុងបន្ទប់ទឹកគាត់ក៏បានឃើញផេងកំពុងតែឈរលាបអ្វីម្យ៉ាងលើមុខរបស់ខ្លួនជាថ្មីម្ដងទៀតហើយដោយគ្រាន់តែលើកនេះផេងក៏បានបន្តក់ទឹកអ្វីម្យ៉ាងដែលថ្លាដោយប្រេងឆាចំនួន3ដំណក់លើថ្ងាសរបស់ខ្លួនយកដៃញីថ្ងាសនោះនៅពេលដែលធ្វើរួចហើយអស់ផេងក៏បែរមុខមកក៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់សុភីយ៉ាងខ្លាំងសុភីក៏បានសួរបងធ្វើអីគេហ្នឹងពេលនោះផេងក៏បានប្រាប់សុភីថាចាំពេលក្រោយចំបងប្រាប់និយាយរួចផេងក៏ដើរចេញទៅដោយទុកឲ្យសុភីនៅឈរឆ្ងល់ម្នាក់ឯងនៅពេលដែលសុភីចេញពីបន្ទប់ទឹកផេងនិងចរិយាបានចេញបាត់តាំងពីពេលណាក៏មិនដឹងហើយសុភីក៏បានទូរស័ព្ទទៅផេងដោយផេងបានប្រាប់ថាបងនាំអតិថិជនទៅទទួលទានបាយបន្តិចឯងរកអីហូបទៅហើយបើយ៉ាងណាទៅកន្លែងសម្រាប់មុនណោះលុះមកដល់ពេលល្ងាចផេងក៏បានត្រឡប់មកវិញហើយសុភីបានប្រទះឃើញមានស្នាមក្រែមជាប់កអាវរបស់ផេងសុភីអាចកាត់ន័យយល់បានថាផេងនិងចរិយាប្រហែលជានាំគ្នាទៅកន្លែងស្ងាត់តែ2នាក់នៅពេលដែលផេងដោះអាវចេញសុភីក៏បានប្រទះឃើញមានសាក់យ័ន្តនៅលើខ្នងរបស់ផេងហើយក៏បានពាក់បន្តោងខ្សែកមួយដែលមានព្យួរដបតូចមួយដែលជិតអស់ទឹកនៅក្នុងដបនោះហើយសុភីចាំបានច្បាស់ថាដបនោះគឺជាដបដែលផេងបានយកមកបន្តក់លើថ្ងាសកាលពីនៅហាងកាហ្វេផេងហាក់មិនចាប់អារម្មណ៍នឹងសុភីឡើយដែលគាត់បានចូលទៅងូតទឹកហើយក៏ចូលដេកបាត់ទៅក្នុងយប់នោះសុភីដេកមិនលក់ទេដោយមានអារម្មណ៍ថាក្នុងបន្ទប់ហាក់ដូចជារាងត្រជាក់ខុសពីធម្មតានៅពេលដែលសុភីកំពុងតែសម្ងំបិទភ្នែកដេកស្រាប់តែធំក្លិនអ្វីមួយដែលស្អុយខ្លាំងមែនតែនហាក់ដូចជាក្លិនសាកសពហើមរលួយអញ្ចឹងដោយទ្រាំនឹងក្លិនស្អុយនោះមិនបានសុភីក៏បានក្រោកមកហើយមើលម៉ោងថាពេលនេះម៉ោង2យប់ទៅហើយរួចគេក៏ទាញទូរស័ព្ទបើកភ្លើង7ដើម្បីដើររកមើលប្រភពនៃក្លិននោះក្រែងលោមានកណ្ដុរងាប់នៅក្នុងបន្ទប់ដំបូងសុភីមើលម្ដុំក្រែរបស់ខ្លួនតែមិនមានអ្វីចម្លែកទេគាត់ក៏ដើរទៅជិតក្រែរបស់ផេងគ្រាន់តែដើរមកជិតភ្លាមក្លិនស្អុយនោះក៏បានភាយខ្លាំងមកដែលធ្វើឲ្យសុភីបិទច្រមុះជាប់ហើយគាត់ក៏អោនទៅមើលក្រោមក្រែរបស់ផេងនៅពេលដែលកំពុងតែអោនមើលសុភីស្រាប់តែប្រទះឃើញជើងដែលមានសភាពហើមរលួយ
កំពុងឈរនៅចុងម្ខាងមួយទៀតនៃក្រែដេករបស់ភេងសូភីក៏បានស្ទុះក្រោកឡើងតែមិនឃើញមានអ្នកណាផ្សេងឡើយក្រៅពីភេងដែលកំពុងតែដេកលើក្រែលងលក់ដោយមនុស្សស្លាប់សូភីក៏អោនទៅចិត្តភេងហើយម្ដងនេះសូភីបានដឹងថាក្លិនស្អុយនោះមានប្រភពមកពីណាគឺចេញមកពីផ្ទៃមុខរបស់ភេងហើយសូភីក៏បានគិតដល់កូនដបមួយដែលព្យួរនៅករបស់ភេងសូភីក៏បានយកដៃទៅចាប់កាន់មើលឃើញថាដបនោះមានទឹកអ្វីមួយយ៉ាងដែលរអិលហើយគេក៏បានយកដៃមកហិតក្នុងពេលនោះសូភីហាក់នឹងដាច់ផ្ងាជើងក្រោយដោយសារតែដៃរបស់ខ្លួនមានក្លិនដ៏ស្អុយនោះតែមិនគិតយូរសូភីក៏ដើរទៅបន្ទប់ទឹកក្នុងគោលបំណងលាងសម្អាតដៃចេញពេលដែលសូភីកំពុងឈរលាងមុខកញ្ចក់ក្នុងបន្ទប់ទឹកគាត់មានអារម្មណ៍ថាមានមនុស្សកំពុងតែឈរនៅពីក្រោយខ្នងរបស់ខ្លួនសូភីក៏ងើយមុខឡើងមើលកញ្ចក់តែមិនឃើញមានវត្តមានរបស់អ្នកណាម្នាក់ឡើយគាត់រៀងចាប់ផ្ដើមព្រឺឆ្អឹងខ្នងបន្តិចហើយក៏ព្យាយាមលាងដៃឲ្យលឿនឆាប់នឹងទៅសម្រាកវិញនៅពេលដែលលាងហើយសូភីក៏បានចេញពីបន្ទប់ទឹកហើយចុចកុងតាក់បិទភ្លើងនៅពេលនោះដែលឃើញសូភីមើលឃើញស្រមោលខ្មៅមួយដែលមានរូបរាងដូចមនុស្សឈរនៅក្នុងបន្ទប់ទឹកទាំងងងឹតសូភីក៏ស្ទុះចុចកុងតាក់បើកភ្លើងវិញតែមិនឃើញមានអ្វីឡើយហើយគាត់ក៏បានសម្រេចចិត្តបើកភ្លើងចោលដោយសារតែខ្លាចនៅពេលដែលសូភីកំពុងដេកនៅលើគ្រែគាត់ក៏បានឃ្លុំភួយចិត្តហើយដេកញ័រនៅក្នុងភួយតែបានបន្តិចសូភីមានអារម្មណ៍ថាមានមនុស្សម្នាក់កំពុងតែដេកក្បែរខ្លួនសូភីក៏បានទាញភួយចេញយឺតហើយក្នុងពេលនោះដែរគាត់បានប្រទះឃើញទឹកមុខរបស់នារីម្នាក់ដែលមានសភាពហើមឯសាច់វិញរលះរលួយសុទ្ធតែដង្កូវចាស់ពេញមុខកំពុងតែដេកទល់មុខរបស់សូភីដោយនាងបានបើកភ្នែកធំស្ទើរតែជ្រុះសន្លក់មកសូភីអត់ប្រព្រឹត្តភ្នែកសូភីក៏ស្រែកយ៉ាងខ្លាំងថាតែខ្ញុំខ្លាចហើយកុំអីកុំធ្វើបាបខ្ញុំណាសូភីក៏ធ្លាក់ចុះពីលើគ្រែហើយព្យាយាមវាទៅគ្រែរបស់ភេងដើម្បីដាស់ឲ្យភេងក្រោកមកជួយតែមានអារម្មណ៍ថាមានដៃមួយដ៏ត្រជាក់បានមកចាប់កជើងរបស់គាត់ជាប់សូភីចាប់ផ្ដើមភ័យកាន់តែខ្លាំងទៅដោយបានងាកមើលក្រោកយឺតក្នុងពេលនោះសូភីបានឃើញខ្មោចរបស់នារីនោះបានចាប់កាន់ជើងរបស់គាត់ឡើងជាប់ហើយនាងក៏បានវាចុះពីលើគ្រែមកដោយរាងកាយអាក្រាតខ្មោចនោះបានវាពីលើខ្លួនរបស់សូភីរហូតដល់ក្បាលទន្ទឹមគ្នាហើយនាងបានយកមាត់របស់នាងមកថើបមាត់របស់សូភីហើយសូភីក៏បានទទួលអារម្មណ៍មួយថាស្អុយខ្លាំងដោយសារតែការស្អុយខ្លាំងរបស់ខ្មោចនោះពេលនោះសូភីក៏បានសន្លប់បាត់បង់ស្មារតីដោយមិនដឹងខ្លួនលុះព្រឹកឡើងសូភីក៏បានដឹងខ្លួននៅឯមន្ទីរពេទ្យក៏ស្រាប់តែមានអារម្មណ៍ថាហាក់ដូចជាថប់ដង្ហើមសូភីក៏បានបើកភ្នែកហើយគាំងមួយរំពេចដោយសារតែគាត់បានឃើញខ្មោចនារីនោះកំពុងតែអង្គុយនៅលើទ្រូងរបស់ខ្លួនហើយសូភីក៏បានព្យាយាមរើបំរាស់ដោយស្រែកខ្លាំងថាកុំចូលមកកុំធ្វើបាបខ្ញុំខ្ញុំសុំហើយខ្ញុំខ្លាចហើយចេញទៅអ្នកគ្រូពេទ្យក៏បានរត់ចូលមកមើលហើយពួកគេបានព្យាយាមចាប់អ្នកជំងឺមិនឲ្យរើបំរាស់ដោយបានចាក់ថ្នាំសន្លប់អស់មួយមកចូលផងដែរភេងដែលឈរក្បែរនោះក៏បានទូរស័ព្ទទៅកាន់ក្រុមហ៊ុនដោយនិយាយរៀបរាប់អំពីអាការៈរបស់សូភីហើយភេងក៏ដើរចូលទៅជិតសូភីដោយអោនទៅខ្សឹបដាក់ត្រចៀករបស់សូភីបងសុំទោសភីនេះមកពីឯងចេះដឹងរឿងបងច្រើនពេកនិយាយរួចភេងក៏បានដើរចេញទៅដោយទុកឲ្យសូភីដែលមានស្មារតីមិននឹងថងបើកភ្នែកធំមើលភេងដើរចេញទៅហើយសូភីក៏បានបិទភ្នែកដេកទៅវិញក្នុងរយៈពេលមួយថ្ងៃនៅពេលដែលសូភីបានដឹងខ្លួនមកវិញសូភីតែងតែស្រែកដដែលដែលមើលទៅហាក់ដូចជាមនុស្សវិកលចរិតម្នាក់ហើយអ្នកគ្រូពេទ្យតែងតែចាក់ថ្នាំសន្លប់នៅពេលដែលសូភីរើបំរាស់ខ្លាំងនាថ្ងៃបន្ទាប់ក្រុមគ្រួសាររបស់សូភីក៏បានមកយកសូភីចេញពីពេទ្យហើយក៏នាំទៅស្រុកកំណើតវិញនៅឯខេត្តកំពង់ស្ពឺនៅតាមផ្លូវសូភីតែងតែស្រែកថាខ្មោចឡងគឺស្រែកមិនឈប់រហូតដល់ម្ដាយសូភីបានយកបន្តោងខ្សែករូបព្រះមកដាក់នៅលើសូភីទើបសូភីឈប់រើបំរាស់ហើយគាត់ក៏បានដេកលង់លក់ដោយស្កប់ស្កល់ពេលមកដល់ខេត្តកំពង់ស្ពឺចាស់នៅក្នុងភូមិក៏បាននិយាយប្រាប់ម្ដាយឪពុករបស់សូភីឲ្យនាំសូភីយកទៅឲ្យគ្រូខ្មែរមើលដោយមិនបងអង្គយូរ
សុភីក៏ត្រូវគេនាំយកទៅឲ្យគ្រូមួយរូបនៅក្នុងខេត្តកំពង់ស្ពឺដែលល្បីខាងការប្រើលើមន្តអាគមគ្រាន់តែទៅដល់ផ្ទះរបស់គ្រូនោះភ្លាមសុភីហាក់ដូចជាមានអ្វីមួយចូលក្នុងខ្លួនដោយគេគិតតែស្រែកខ្លាំងៗលែងអញមិនទៅទេកុំមកចេះដឹងរឿងអញគ្រូអាគមក៏ដើរចេញមកហើយក៏ស្រែកសម្លុតមីព្រាយចង្រៃឆាប់ចេញពីខ្លួនគេភ្លាមប្រយ័ត្នអញលេងធွာក្តៅណាសុភីតបអញមិនចេញវាជារបស់អញគ្រូខ្មែរបន្ទាប់ក៏ដើរចូលទៅក្នុងផ្ទះវិញហើយមួយសន្ទុះក្រោយមកគាត់ក៏ដើរចេញមកដោយក្នុងដៃមានកាន់អង្ករហើយគាត់បាននិយាយចាប់វាឲ្យជាប់នាងឯងមិនចេញនាងឯងចាំមើលណានិយាយរួចគាត់ក៏ចាប់ផ្ដើមសូត្រមន្តគាថាដាក់អង្ករមួយក្តាប់ហើយគាត់បានគប់សាចអង្ករមកលើខ្លួនរបស់សុភីបានស្រែកយ៉ាងខ្លាំងរហូតដល់ដួលសន្លប់បាត់គ្រូអាគមស្រែកបង្គាប់ដោយប្រញាប់ឆាប់ឡើងសែងវាចូលមកមីព្រាយនោះវាមកវិញឥឡូវអីអ្នកដែលមកជាមួយនឹងសុភីក៏បាននាំគ្នាសែងសុភីចូលទៅក្នុងផ្ទះគ្រូនោះហើយគ្រូនោះក៏បានធ្វើពិធីជួយសុភីពេញមួយថ្ងៃរហូតដល់សុភីបានដឹងខ្លួនឡើងនៅពេលយប់គ្រូអាគមនោះក៏បានសួរនាំរឿងរ៉ាវដែលសុភីបានជួបប្រទះហើយសុភីបានរៀបរាប់ប្រាប់អំពីដំណើរដើមតងទាំងអស់គ្រូអាគមនោះបាននិយាយប្រាប់នោះគេហៅថាក្រមួនស្នេហ៍ហើយប្រេងដែលឯងឃើញនោះគេហៅថាខ្លាញ់សពគឺគេចម្រាញ់ចេញពីសាកសពរបស់ខ្មោចស្រីដែលស្លាប់តៃហោងហើយគេយកភ្លើងទៅដុតចង្ការរបស់នាងឲ្យស្រក់ខ្លាញ់មកតក់របស់នោះមានគ្រោះថ្នាក់ណាស់ព្រោះបើថាប្រើមិនត្រូវវានឹងនាំគ្រោះដល់អ្នកប្រើប៉ុន្តែបើប្រើត្រូវព្រាយស្នេហ៍តណ្ហានឹងតាមជួយអ្នកដែលប្រើមួយវិញទៀតអ្នកដែលបានប៉ះពាល់ខ្លាញ់នោះនឹងត្រូវព្រាយនោះតាមព្យាបាទដោយវាតាមបុកយករបស់វាទៅវិញហើយអាម្នាក់នោះវាបានសាក់យ័ន្តដើម្បីការពារខ្លួនអញ្ចឹងហើយបានជាវាមិនអីមកអីតែអាប្រុសឯងនឹងពេលនោះសុភីសួរទាំងញ័រខ្លួនលោកគ្រូចុះឥឡូវខ្ញុំធ្វើម៉េចទៅលោកគ្រូឯងត្រូវអង្គុយនៅក្នុងខ្សែសីមានេះឲ្យបានរយៈពេល3ថ្ងៃដាច់ខាតមិនត្រូវចេញពីខ្សែនេះទេនិយាយរួចគាត់ក៏បានក្រោកឡើងហើយដើរទៅបើកបង្អួចដែលនៅក្បែរនោះគ្រាន់តែបង្អួចបើកហើយភ្លាមសុភីក៏បានឃើញខ្មោចស្រីមួយនោះឈរសម្លក់ខ្លួនតាមបង្អួចមកក្នុងក្រសែភ្នែកស៊ីសាច់ហត់ឈាមឯងឃើញទេវាមិនចេញទៅណាទេវានៅចាំឯងរហូតតែឯងហ៊ានចេញក្រៅវានឹងចូលខ្លួនឯងទៀតពេលនោះគាត់ក៏បានបិទបង្អួចសុភីក៏បានសម្ងំនៅក្នុងខ្សែសីមានោះអស់រយៈពេល3ថ្ងៃហើយនៅថ្ងៃចុងក្រោយគ្រូអាគមនោះក៏បាននិយាយបានអីអស់អីហើយឯងអាចទៅផ្ទះវិញបានហើយតែត្រូវចាំណាថ្ងៃក្រោយដាច់ខាតកុំទៅប៉ះពាល់របស់ដែលមិនស្គាល់ទៀតនេះសំណាងហើយដែលឯងចេះមករកយើងតន់តែបើចាំ1 ទៅ 2ថ្ងៃមិនដឹងទៅជាយ៉ាងណាទេសុភីនិងក្រុមគ្រួសារបានអរគុណគ្រូអាគមមួយនោះហើយពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញចាប់តាំងពីពេលនោះមកសុភីក៏លែងឃើញខ្មោចស្រីនោះមកតាមយាយីទៀតហើយមួយខែក្រោយមកសុភីក៏បានឡើងទៅភ្នំពេញដើម្បីចូលសុំធ្វើការវិញនៅពេលនោះសុភីក៏បានគិតដល់សម្ដីរបស់ភេងដែលនិយាយលើកចុងក្រោយមុនពេលដែលពួកគេលែងជួបគ្នាទៀតគិតចុះគិតឡើងសុភីចាប់ផ្ដើមក្តៅស្លឹកត្រចៀកហើយក៏បានដើរសំដៅទៅបន្ទប់របស់ភេងពេលទៅដល់ប្រុងនឹងបើកទ្វារចូលទៅហើយក៏ស្រាប់តែមានបុគ្គលិកស្រីម្នាក់បើកទ្វារចេញពីបន្ទប់នោះមកហើយនារីម្នាក់នោះក៏និយាយទាំងភ្ញាក់ផ្អើលសុភីបានគេស្អីសុខសប្បាយអត់ហើយនេះមានការអីមែនបានទៅចេញពីបន្ទប់របស់បងភេងបន្ទប់របស់បងភេងអូខ្ញុំយល់ហើយសុភីឯងឈឺចិត្ត1ខែហើយទៅមិនដឹងរឿងនេះសោះរឿងអីគេស្អីសុភីសួរគាត់ទាំងងឿងឆ្ងល់គេស្អីក៏ងាកមកមើលឆ្វេងស្ដាំហើយហៅសុភីទៅនិយាយគ្នានៅខាងក្រៅអគារសុភីដឹងទេភេងបានស្លាប់បាត់ហើយហាស្លាប់តាំងពីពេលណាកុំនិយាយលឺពេកណាភេងស្លាប់តាំងពីអាទិត្យមុនមកម្លេះគាត់ស្លាប់ដោយសារអីឮគេថាភេងបានទៅលួចតាក់ទងប្រពន្ធគេហើយត្រូវប្តីគេមកតាមតន់ពេលអ្នកទាំងពីរកំពុងនៅលើគ្រែហើយប្តីនាងនោះក៏បានដកកាំភ្លើងមកបាញ់សម្លាប់ភេងនៅកន្លែងតែម្ដងនៅឯខេត្តកំពតណាអូខ្ញុំអត់ដឹងសោះសុភីដឹងឬអត់អ្វីដែលចម្លែកនោះគឺថានៅពេលដែលភេងស្លាប់ភ្លាមសាកសពរបស់ភេងក៏បាត់
ចាប់ផ្ដើមធំក្លិនស្អុយហាក់ដូចជាសាកសពដែលបានស្លាប់ជាយូរមកហើយអញ្ចឹងរំលងបានមួយថ្ងៃសាកសពរបស់ភេងបានរលួយរលេះស្ទើរតែទាំងអស់ឯផ្ទៃមុខរបស់ភេងវិញណាត្រូវអ្នកណាម្នាក់ជាចេញហើយគេឃើញមានស្នាមកញ្ចក់ជុំវិញផ្ទៃមុខរបស់ភេងដែលស្ដាប់ទៅគួរឲ្យខ្លាចណាសុភីមិនតបហើយក៏ដើរចេញដែលគាត់នៅតែគិតក្នុងចិត្តដល់រឿងរ៉ាវដែលបានកើតឡើងបានបន្តិចសុភីក៏នឹកដល់សម្ដីរបស់គ្រូអាគមដែលបាននិយាយថាការដែលប្រើខ្លាញ់សាកសពឬខ្លាញ់ខ្មោចប្រៀបដូចជាការយកជីវិតទៅបថុយចោលចាប់ពីពេលនោះមកសុភីក៏រស់នៅធ្វើការដោយមានក្តីសុខដោយសារតែខ្លួនគឺបានមិនមានបញ្ហាអ្វីទៀតទេតាក់ទងជាមួយនឹងខ្មោចស្រីម្នាក់នោះទៀតចំណែកឯភេងគឺបានលាចាកលោកចាប់តាំងពីពេលនោះមក